បានជំរាបសួរអ្នកទាំងអស់គ្នានេះគឺជារបៀបនៃការ verify BM ដែលយើងតែងតែទទួលស្គាល់ថា BM verify ហ្នឹងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកបើកវគ្គបង្រៀនឲ្យអ្នកទាំងអស់គ្នាដឹងអំពីរបៀបនៃការ verify អញ្ចឹងតើក្នុងការ verify BM តើយើងត្រូវមានអីខ្លះទី1គឺយើងត្រូវតែភ្ជាប់ជាមួយនឹង BM ទី2គឺយើងត្រូវតែមាន EIN ហើយនិងទី3គឺយើងត្រូវតែមាន phone number របស់សហរដ្ឋអាមេរិកចឹងនៅក្នុង3ចំណុចនេះបើសិនជាអ្នកទាំងអស់គ្នាមាននៅក្នុងដៃគឺអ្នកទាំងអស់គ្នាអាចធ្វើការបង្កើតនៅ BM Verify បានហើយអញ្ចឹងឥឡូវខ្ញុំអាចចូលទៅកាន់ BM Verify ដែលខ្ញុំបានធ្វើការ Verify រួចរាល់គឺខ្ញុំចូលមកកាន់មួយនេះហើយខ្ញុំចូល Setting បន្តមកទៀតខ្ញុំចុចលើ Business Info អញ្ចឹងមកហើយយើងក៏មកយើងឃើញវាចេញ Verify ទម្រង់បែបនេះដែលយើងបានភ្ជាប់ជាមួយនឹង document នៅខាងអាមេរិកទាំងអស់ហើយអញ្ចឹងយើងចូលមកមើលនៅមួយកន្លែងទៀតគឺនៅ Security Centerអញ្ចឹងនៅត្រង់កន្លែងនេះក៏យើងឃើញទៅលើ BM Verify ផងដែរនេះគឺយើងបានធ្វើការ Verify វារួចរាល់អញ្ចឹងរបៀបនៃការ Verify លើខ្ញុំធ្វើការ Verify អ្នកនរគ្នាមើលតែម្ដងគឺខ្ញុំដាក់នៅលើទម្រង់មួយនេះអញ្ចឹងខ្ញុំចូលមកទម្រង់ map ហ្នឹងមកគឺនេះគឺជា BM ថ្មីតែម្ដងគឺខ្ញុំទៅបង្កើតវារួចរាល់ហើយវាអត់ទាន់ចេញពាក្យ active ទេវាចេញពាក្យ inactivate នៅក្នុងការរងចាំចឹងតែទៅវាចេញឲ្យព្រោះទៅបង្កើតលឿនពេកហើយអ្វីដែលយើងត្រូវបង្កើតនោះគឺយើងអត់ទាន់បានបើកនៅមុខងារប៊ូតុងខាងនេះបានទេអញ្ចឹងយើងត្រូវតែធ្វើការបើកនៅមុខងារប៊ូតុងសម្រាប់យើងយកទៅ verify សិនអញ្ចឹងទី1គឺយើងអត់ទាន់បានបង្កើតវាមិនទាន់រួចរាល់អញ្ចឹងអ្វីដែលយើងត្រូវបង្កើតនោះគឺមានន័យពិបាកទេអ្នកទាំងគ្នាអាចចូលមកកាន់ setting ឬក៏មួយទៀតអ្នកទាំងគ្នាអាចបង្កើតជាលក្ខណៈ app ក៏បានដែរនឹង refresh មួយសិនអ្នកទាំងគ្នាអាចបង្កើតជាទម្រង់ app នៅត្រង់កន្លែងនេះអាចចូលកន្លែងនេះហើយចូលបង្កើតក៏បានដែរបើសិនជា BM អ្នកទាំងគ្នាយូរឆ្នាំយូរថ្ងៃគឺយើងអាចបង្កើតនៅកន្លែងហ្នឹងបានអញ្ចឹងបើសិនជាអត់ចង់បែបហ្នឹងទេយើងចូលមក setting អញ្ចឹងវាមានទម្រង់ច្រើនដើម្បីបើកទៅលើenable សម្រាប់យើងមានប៊ូតុង request active អញ្ចឹងយើងចូលដៃនេះ Commerce Manager ដើម្បីយើង verify មកច្រឡំ active អញ្ចឹងចូលមកយើងចុចកន្លែង add product បន្ទាប់ពីនេះបងប្អូន add product ហើយអ្នកនរគ្នាត្រូវការដាក់ឈ្មោះនៅកន្លែង name នេះបាននៅ category គេហ្នឹងយើងចង់ដាក់ឈ្មោះអីក៏បានដែរតែបើអ្នកនរគ្នាចង់ដាក់ទម្រង់ដែលគេបាន save ឲ្យក៏ឲ្យឬ save ឲ្យក៏បានយើងដាក់ទម្រង់បែបហ្នឹងក៏បានអញ្ចឹងចុចពាក្យ next តោះមកសូមរងចាំវា impression ហើយយើងចុច skip មកតោះមកយើង next តោះមក skip ងាយទេអ្នកនរគ្នាបន្តមកដល់ទម្រង់បែបនេះអ្នកនរគ្នាអាចចូលពាក្យថា shop ហើយចុចពាក្យថា go to shop ហើយចុចពាក្យថា next ហើយយក I don't use the platform យើងអត់មាន platform ទាំងអស់ហ្នឹងទេ next country យើងជ្រើសរើស United States មកព្រោះយើងធ្វើការ verify ជាមួយនឹងទម្រង់ EIN នៅ United States ហ្នឹងអញ្ចឹងអ្វីដែលសំខាន់យើងត្រូវការ add page មួយអញ្ចឹងខ្ញុំធ្វើការបង្កើត page ថ្មីពួក page ទាំងអស់ហ្នឹងគឺបានភ្ជាប់ជាមួយនឹង BM រួចរាល់អញ្ចឹង page ថ្មីយើងចង់ដាក់ឈ្មោះក៏បានដែរសម្រាប់តែយើងយកមក verify ទៅលើBM យើងតែប៉ុណ្ណោះអញ្ចឹងដាក់ប៉ុណ្ណឹងយើងដាក់អញ្ចឹងក៏បានដែរកន្លែង full category ហ្នឹងយើងដាក់ shop អីចឹងទៅហើយយើងចង់ដាក់អ្វីក៏បានដែរគឺអត់មានបញ្ហាទេត្រង់កន្លែងហ្នឹង create បន្តមកយើងកំពុងតែ create វាយើងសូមរងចាំវាមក present បន្តមកទៀតយើងចុចពាក្យថា done ហើយយើងក៏បានទទួលបាន page ថ្មីនេះឈ្មោះរបស់យើងឈ្មោះ page យើងបង្កើតមិញហ្នឹងអញ្ចឹងចុច next តោះមកជ្រើសរើសនៅលើ BM ដែលយើងមិនទាន់បាន verify នេះ BM មួយហ្នឹងចុចពាក្យ next ហើយមកដល់ត្រង់ចំណុចនេះយើងចុច next ហើយមកដល់ត្រង់ចំណុចនេះមួយទៀតយើងចុចបើកនៅត្រង់កន្លែងហ្នឹងមកយើងចង់បើកក៏បានអត់បើកក៏បានដែរមានអីទេថាបើកមកក៏ល្អដែរអញ្ចឹងវាបានបញ្ជាក់យើងនៅ country United States នៅលើ BM មួយនេះហើយ category shop របស់យើងនេះវាប្រាប់ចឹងមកយើងអត់មានអីពិបាកទេយើងចុចតែ create ហ្នឹងមក finish setup ចឹងវាប្រាប់ថាយើងត្រូវការរងចាំវា30 second ហ្នឹងអញ្ចឹងយើងរងចាំវា play សិនទៅអូខេអញ្ចឹងនៅពេលដែលយើងបង្កើតមកដល់រួចរាល់អញ្ចឹងត្រង់កន្លែងនេះយើងបំពេញវាអីទៀតទេយើងប៉ុណ្្នឹងគឺបានហើយយើងចូលមកកាន់ business យើងវិញហើយបន្ទាប់មកយើង
ចុចមកមើលថាថ្មីគឺអត់ទាន់បាន verify ទេត្រង់ចំណុចនេះចឹងយើងចុច refresh តើយើងចុច refresh ដែរយើងអស់មកខាងក្រោមយើងនឹងឃើញពាក្យថា security center នេះគឺវានឹងបើកឲ្យយើងនេះឃើញអត់បើកឲ្យយើង start អញ្ចឹងដល់ដល់ត្រង់ចំណុចនេះយើងត្រូវតែធ្វើការទៅបំពេញព័ត៌មានរបស់យើងមួយចំនួនសិននៅត្រង់ចំណុច business detail មួយនេះអញ្ចឹងអ្វីដែលយើងបំពេញព័ត៌មាននេះគឺយើងបំពេញឲ្យដូចឈ្មោះទៅនឹង BM ហើយជាមួយនឹងតើមាន EAN ឥឡូវខ្ញុំមានហើយខ្ញុំ copy ឈ្មោះ EAN របស់ខ្ញុំអូខេ EAN របស់យើងចឹងអ្វីដែលយើងត្រូវបង្កើតនោះយើងត្រូវមាន EAN ឥឡូវខ្ញុំមានហើយខ្ញុំ copy ឈ្មោះ EAN របស់ខ្ញុំអូខេ copy ខ្ញុំ paste វាបន្តមក country United States ហើយបន្តមកគឺ address ខ្ញុំ copy នៅ EAN មួយទៀតអូខេហើយចឹង city អីយ៉ាច្រឡំយើង copy មកចឹង state នៅខាងណាយើង copy អស់នឹងយើង copy ចឹងមកហើយបន្តមកទៀតយើង copy នេះ zip code គឺបណ្ឌិត zip code គេអូខេបន្តមកទៀតយើងត្រូវការតម្លាក់នៅលេខទូរស័ព្ទសហរដ្ឋអាមេរិកអញ្ចឹងលេខទូរស័ព្ទអ្នកទាំងអស់នេះអាចទិញតាម website ក៏បានឬក៏ទិញតាម app ក៏បានដែរបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងអាចទំនាក់ទំនងមកកាន់ពួកខ្ញុំក៏បានដែរហើយបន្តមកយើងដាក់ business website យើងចង់ដាក់ website link Facebook ក៏បានហើយនៅខាងក្រោមនោះគឺដាក់តាក់ EAN អញ្ចឹងលេខ EAN អញ្ចឹងបន្តមកទៀតយើងជ្រើសរើសយកទី2ហ្នឹងមកហើយយើងយកពាក្យ register ហើយបន្តមកទៀតយើងត្រូវការលុបនៅ website ចោលព្រោះយើងអត់មាន website បន្តខ្លួនទេអញ្ចឹងចុច next បន្តមកទៀតយើងត្រូវការនេះផ្ញើ SMS ដើម្បីមកកាន់លេខទូរស័ព្ទរបស់អាមេរិកយើងអញ្ចឹងយើងត្រូវការដាក់បញ្ចូលនៅ EAN របស់យើងនេះខ្ញុំបានត្រូវការទៅ EAN សិនអញ្ចឹងបន្ទាប់ពីយើងឃើញចាំយើងអូខេ open មកហើយបន្តមកយើងជ្រើសរើសយក business license គឺមួយនេះហើយយើង open ហើយយើងចុច next បន្ទាប់ពីយើងចុច next រួចហើយបើជាគេទាមទារ SMS លេខទូរស័ព្ទហ្នឹងអូខេត្រូវហើយទៅមុខទៀតបន្តមកទៀតយើងត្រូវការ paste នៅលេខទូរស័ព្ទដែលគេបានផ្ញើសារមកដូចជា6ខ្ទង់ហ្នឹងហើយនៅពេលដែលអ្នកគ្នា paste វារួចរាល់ហើយគឺយើងមកដល់ត្រង់ចំណុចមួយនេះហើយអូខេអញ្ចឹងនៅពេលដែលយើងបានធ្វើការដាក់លេខទូរស័ព្ទនិង verify code លេខទូរស័ព្ទរួចគឺយើងបានធ្វើការបំពេញនៅព័ត៌មានវារួចរាល់អញ្ចឹងយើងចុចពាក្យថា done អញ្ចឹងនៅត្រង់កន្លែងលេខទូរស័ព្ទខ្ញុំបានបិទវាអញ្ចឹងយើងបានធ្វើការ verify រួចរាល់អញ្ចឹង verify គឺយើងមានតែប៉ុណ្្នឹងអានេះយើងរងចាំវាយ៉ាងម៉េចសទូដែរព្រោះមុនហ្នឹង MacBook របស់ខ្ញុំមានបញ្ហាតិចតួចអញ្ចឹងនៅពេលដែល verify ហើយគឺយើងក៏រួចរាល់យើងទទួលបាន verify អញ្ចឹងយើងអាច check នៅក្នុង business info នេះគឺវានឹង load មកហើយដែលយើងចុច refresh មួយទៅអូខេអញ្ចឹងវាបាន verify រួចរាល់អញ្ចឹងសម្រាប់អ្នកដែលចង់បាន EAN យកទៅ verify ជាមួយនឹងBM របស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចតំណងមកកាន់ពួកខ្ញុំបានអញ្ចឹងពីមុនពួកខ្ញុំលក់តម្លៃ BM ហ្នឹងគឺ$40ទៅ$45ប៉ុន្តែឥឡូវខ្ញុំបើកជាលក្ខណៈមេរៀនអ្នកទាំងអស់គ្នាទស្សនាហើយបើសិនជាត្រូវការ EAN អាចតំណងមកខ្ញុំបានអរគុណច្រើនអ្នកទាំងអស់គ្នា